ស្រឡាញ់គឺស្រឡាញ់ហើយទូមែលប៉ុនចុះហើយគេឲ្យរហូតឲ្យពិតសម្រាប់យើងគ្រប់គ្នាទាំងគឺចង់មិនចង់អ្វីតែជារបស់យើងគ្រប់គ្នានេះគឺអត់ទៀងទាត់ទេវាស្ថិតនៅក្នុងសាមញ្ញលក្ខណៈការជួបនរណាម្នាក់យើងស្រឡាញ់យើងរាប់អានគ្នាទោះបីថាស្រឡាញ់ក្នុងន័យស្នេហាក៏ដោយស្រឡាញ់ក្នុងន័យរាប់អានគ្នាជាមិត្តភាពទៅមុខយូរអង្វែងក៏ដោយតែការស្រឡាញ់នឹងมันអាចរារាំងការមិនប្រែប្រួលបានទេស្រឡាញ់គ្នាប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំក៏ដោយតែការប្រែប្រួលវាអត់រងចាំទេតែការវាត្រូវប្រែប្រួលគឺប្រែប្រួលហើយវាត្រូវឃ្លាតទៅគឺឃ្លាតហើយដល់ពេលដែលត្រូវគ្នាគឺឃ្លាតហើយកន្លែងហ្នឹងដែលត្រូវយើងត្រូវត្រៀមចិត្តត្រៀមកាយណាជាពិសេសគឺត្រៀមចិត្តតែម្ដងជួបនរណាម្នាក់ស្រឡាញ់នរណាម្នាក់ក៏ដោយត្រូវត្រៀមចិត្តពីព្រោះរឿងបែកឬក៏ប្រត់ទាំងប្រត់រស់ឬក៏ប្រត់ស្លាប់វានឹងកើតឡើងនៅពេលក្រោយដូច្នេះត្រូវរៀនត្រៀមទទួលស្គាល់ការពិតនៅក្នុងជីវិតនេះជីវិតហ្នឹងគឺវាជារឿងពិតមិនមែនជាជីវិតរឿងប្រឌិតរឿងប្រឡោមលោកទេណាអ្នកខ្លះបដូរជីវិតរបស់ខ្លួនឯងថាជីវិតរបស់ខ្ញុំដូចជារឿងប្រឡោមលោកអញ្ចឹងចេះមួយអញ្ចោះពីរពីមុនវាបែបនេះឥឡូវវាបែបនោះពីមុនវារលូនឥឡូវវាដាក់ដប់ចេះមួយចុះពីរមិនមែនរឿងប្រឡោមលោកទេណាកុំយកជីវិតរបស់យើងទៅប្រៀបធៀបនឹងរឿងប្រឡោមលោករឿងប្រឡោមលោកក៏នៅជាការសម្ដែងក៏ប៉ុន្តែជីវិតរបស់យើងគឺជាជីវិតពិតជាជីវិតពិតជារឿងពិតដូច្នេះរឿងស្រឡាញ់រឿងស្អប់រឿងទាស់រឿងកប់អីទាំងអស់នេះគឺវាជារឿងពិតនៅក្នុងជីវិតរបស់មនុស្សយើងបងប្អូនស្រឡាញ់នរណាម្នាក់ទំនាក់ទំនងក្នុងអត្ថន័យក្នុងន័យបែបណាក៏ដោយទៅមុខណារាប់អានថ្ងៃនេះស្រឡាញ់ថ្ងៃនេះស្អែកមិនប្រកាសថាលោកល្អឿនឬក៏កល្អក់ទេពីព្រោះអីរឿងវាអត់ទៀងទាត់ជីវិតហ្នឹងគឺវាអញ្ចឹងមានណាគេហាមឃាត់បានទេហើយអ្វីដែលយើងត្រូវតែសិក្សាគឺការអប់រំផ្លូវចិត្តរបស់យើងទទួលស្គាល់ការពិតនៅក្នុងជីវិតរបស់យើងនេះឯងរស់នៅជាមួយនឹងគ្នា5ឆ្នាំ10ឆ្នាំដែលចាប់ដៃគូគ្នាជាស្វាមីជាប្តីប្រពន្ធហ្នឹងលោកល្អឿនជាមួយគ្នា5ឆ្នាំ10ឆ្នាំហ្នឹងប៉ុន្តែថ្ងៃណាមួយរឿងកកល្អក់វានឹងកើតឡើងអានេះវាជាច្បាប់របស់ធម្មជាតិអញ្ចឹងហើយកុំទៅបន្តព្រំកុំទៅបន្តទេវតាចេះមួយចុះពីអត់ទេគ្រប់យ៉ាងធម្មជាតិគឺវាប្រែប្រួលអញ្ចឹងមិនប្រែប្រួលគឺមិនបានទេអាហ្នឹងដែលយើងត្រូវទទួលស្គាល់ថាអញ្ចឹងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យវាប្រែប្រួលគឺទទួលស្គាល់ថាវានឹងប្រែប្រួលនឹងឯងលេងកាត់ទុកហើយដូចភ្លើងគឺជារបស់ក្តៅហើយយើងទៅធ្វើយ៉ាងម៉េចដើម្បីថាកុំឲ្យភ្លើងនឹងវាក្តៅវាតតែក៏មានភ្លើងណាហើយកុំទៅកាន់ភ្លើងព្រោះធាតុភ្លើងគឺវាជារបស់ក្តៅហើយណាវាជាវត្ថុក្តៅហើយយើងនឹងថាវាក្តៅហើយយើងទៅប៉ះពាល់វាធ្វើអីដូច្នេះរឿងទាំងអស់ដូចគ្នាដែលយើងបានជាពិសេសគឺរឿងស្រឡាញ់គ្នារឿងរាប់អានគ្នារឿងជួបរឿងអីនេះគឺយើងត្រូវត្រៀមកាយត្រៀមកាយត្រៀមចិត្តយើងនិយាយសាមញ្ញភាសាយើងត្រៀមកាយត្រៀមចិត្តត្រូវទទួលស្គាល់រឿងទាំងអស់ហ្នឹងពេលដែលឆ្លោះគ្នាប្រកាសរោត្រូវរៀងខ្លួនអាហ្នឹងដូចគ្នាគ្មានណាគេមួយចង់ខុសទេគឺចង់ត្រូវទាំងអស់សូម្បីតែខ្លួនឯងខុសនឹងក៏ដោយក៏ចង់ត្រូវដែរហើយអ្នកដែលចង់ត្រូវនោះគឺចង់ត្រូវអស់មួយជីវិតមិនចង់ឲ្យត្រូវនោះទៅជាកំហុសវិញទេតែអ្វីដែលចង់វាត្រឹមតែជារឿងចង់ទេពីព្រោះគ្រប់យ៉ាងវាមិនអាចតាមចំណង់ចំណូលចិត្តតាមការកំណត់ឬក៏បង្កប់បញ្ជារបស់យើងបានទេគ្រប់យ៉ាងគឺវាត្រូវតែប្រែប្រួលទៅតាមកលៈទេសៈឬក៏ហេតុនិងផលដែលត្រូវកើតឡើងអ្វីដែលកើតឡើងព្រោះមានហេតុអ្វីដែលរលត់ទៅវិញក៏ព្រោះតែរលត់នឹងហេតុនោះឯងមានតែប៉ុណ្្នឹងឯង
ប៉ុន្តែបើសិនជាយើងមិនព្រមទទួលស្គាល់រឿងអញ្ចឹងទេដោយសារអីដោយសារយើងចំណាយពេលឧទាហរណ៍ឥឡូវថាភរិយាស្វាមីមកគូណាស្រឡាញ់គ្នា5ឆ្នាំ10ឆ្នាំមកមិនដែលមានភាពកកល្អជាមួយគ្នាទេប៉ុន្តែត្រូវអកុសលកម្មណាមួយវាមកបៀតបៀនឬក៏គាត់នឹងត្រូវអស់បុណ្យត្រូវបាត់បង់ត្រូវស្លាប់ទៅវិញអញ្ចឹងប្រពន្ធឬក៏ប្តីនឹងទទួលយកអត់បានទេដោយសារអីគឺมันអប់រំចិត្តពីឥឡូវទៅឬក៏មិនធ្លាប់អប់រំចិត្តមិនធ្លាប់ត្រៀមចិត្តពីមុនមកថានឹងត្រូវបានជួបរឿងអញ្ចឹងច្រើនណាស់ជាពិសេសគឺលើបណ្ដាញសង្គមស្រឡាញ់គ្នាសុកធ្វើដំណើរពីភ្នំពេញធ្វើដំណើរពីប្រទេសមានជ័យទៅស្រុកកំណើតដូចខ្ញុំអីចាតែចៃដន្យថ្ងៃណាមួយវាកើតឡើងរឿងអកុសលកើតឡើងណាវាមានហេតុរបស់វាទៅវាកើតឡើងវាមិនមែនអត់ហេតុទេណាអត់ហេតុទេអត់គ្រប់យ៉ាងគឺវាមានហេតុរបស់វាទៅវាមានផលណាមានហេតុមានផលអញ្ចឹងដើម្បីឲ្យរឿងទាំងអស់ហ្នឹងវាស្ងប់ទៅបានតលតែបងប្អូនទាំងអស់គ្នាទទួលស្គាល់ការពិតថាជីវិតរបស់មនុស្សយើងវាត្រូវតែអញ្ចឹងមិនអញ្ចឹងបាទតែគេអញ្ចឹងគឺជួបហើយប្រត់ស្រឡាញ់ហើយស្អប់តែប៉ុណ្ណឹងជីវិតសុខហើយទុក្ខក្មេងហើយចាស់ឈឺហើយស្លាប់តែប៉ុណ្ណឹងឈឺស្លាប់កើតវាវល់តែប៉ុណ្្នឹងឯងនេះហៅថាសង្សារចក្រតែបើសិនជាយើងប្រកាន់ស្អិតល្មុតនៅនឹងថាសួរថាតើយើងនៅរស់ត្រាំទុកដល់ពេលណាក្តីទុកក្តីកង្វល់នេះគឺយើងត្រាំរហូតដោយពីចាស់ថាម៉េចពីចាស់ថាឈើបៀមទឹកឆាប់ពុកមនុស្សបៀមទុកឆាប់ស្លាប់នេះពាក្យចាស់បុរាណជាការពិតហើយសូម្បីតែពាក្យចាស់បុរាណហ្នឹងក៏យកពីការអប់រំរបស់ព្រះសម្មាសម្ពុទ្ធមកដែរព្រះសម្មាសម្ពុទ្ធពីព្រោះព្រះអង្គត្រាស់សម្ដែងថាជីវិតនេះគឺវាជាសច្ចធម៌អត់មានជីវិតណាមួយគេចរួចពីរបស់ពីសមិញលក្ខណៈធម៌ហ្នឹងទេចឹងបានសពថ្ងៃនេះខ្ញុំឃើញបងប្អូនយើងមួយចំនួនច្រើនដែរដែលត្រូវរស់ក្រោមអំណាចលៀបយុសសក្ការៈផ្សេងសុខចិត្តធ្វើរឿងដែលមិនគួរធ្វើទាំងដែលលៀបសក្ការៈទាំងអស់នោះវាគ្រាន់តែជារបស់ក្រៅខ្លួនមែនទែនទៅកិត្តិយសគេឈ្មោះនេះក៏ជារបស់ក្រៅខ្លួនដែរពីព្រោះអ្វីនៅពេលដែលយើងស្លាប់ទៅអត់បានយកកិត្តិយសគេឈ្មោះទៅជាមួយទេកុំថាឡើយកិត្តិយសគេឈ្មោះសូម្បីតែបេះដូងកែវភ្នែកដែលយើងស្រឡាញ់ខំថែទាំខ្លះមានបញ្ហាភ្នែកដូចខ្ញុំឯងមានបញ្ហាភ្នែកទៅពេទ្យផងទៅផងដើម្បីរក្សាភ្នែកតែនៅពេលដែលបាត់បង់ជីវិតទៅសួរថាយកកែវភ្នែកទាំងគូទៅជាមួយបានអត់បានទេពីព្រោះអីពីព្រោះបញ្ជាក់ថាអានឹងវាមិនមែនជារបស់យើងចុះតម្រាំរបស់ក្រៅខ្លួនយើងវាថារបស់ក្រៅខ្លួនទាំងរបស់មានវិញ្ញាណនិងអត់វិញ្ញាណគឺមិនមែនជារបស់យើងទេយើងអាចយកទៅបានទេចឹងហើយបានជាមានឪពុកម្ដាយម៉ាក់ប៉ាឬក៏លោកគ្រូអ្នកគ្រូខ្លះគាត់តាក់ទងទៅនឹងចិត្តគរុកុសលឬក៏តាក់ទងទៅនឹងចិត្តសាស្ត្រក្នុងការគ្រប់គ្រងកូនចៅនេះអត់យល់កន្លែងហ្នឹងគឺខឹងចឹងបានមានម្ដាយខ្លះមួយឆាវហ្នឹងគឺទៅហើយវាយកូនផ្ទះតប់ខ្លះម្ដាយខ្លះរហូតដល់ឈានទៅធ្វើឃាតកូនខ្លួនឯងក៏មានដោយសារអីទប់មិនជាប់ចង់ឲ្យកូនហ្នឹងវាដូចចិត្តខ្លួនឯងទាំងដែលខ្លួនឯងនឹងមិនអាចធ្វើចិត្តដូចកូនបើសិនជាខ្លួនឯងធ្វើចិត្តដូចកូនមិនអាចវាយកូនបានទេពីព្រោះដឹងអារម្មណ៍របស់កូនយល់អារម្មណ៍របស់កូនហើយកូនដូចគ្នាដោយសារគាត់មិនយល់យើងប៉ុន្តែគាត់ធ្វើតាមចិត្តគាត់ចង់ឲ្យយើងធ្វើដូចគាត់ហើយយើងចង់ឲ្យគាត់ធ្វើដូចយើងឃើញទេចង់ទៅចង់មកដល់ទៅវាខ្វែងគំនិតគ្នាពួកគំនិតមនុស្សចាស់ហើយនឹងក្មេងវាមិនដូចគ្នាទេកូនដែលកើតចេញពីពោះរបស់ខ្លួនឯងហ្នឹងញាតិសាច់ញាតិទាំងអស់ដូចគ្នាណាតែត្រូវជាសាច់ញាតិកូនបងប្អូនញាតិមិត្តជិតឆ្ងាយហ្នឹងអាហ្នឹងគឺមិនមែនថាដូចទាំងអស់ទេចឹងហើយត្រូវរៀនទទួលស្គាល់ការពិតនៅក្នុងជីវិតហ្នឹងថាជីវិតរបស់មនុស្សមិនថាខ្ញុំមិនថាបងប្អូនថាណីសាច់ញាតិបងប្អូនណាក៏ដោយជីវិតរបស់យើងទាំងអស់គ្នាហ្នឹងគឺស្ថិតនៅក្នុងសាមញ្ញលក្ខណៈដែលយើងមិនអាចប្រកែកបានទេទោះបីបើយើងប្រកែកក៏មិនអាចទប់ជាប់ដែរពីព្រោះអាហ្នឹងគឺវាត្រូវតែអញ្ចឹងវាត្រូវតែមកហើយមិនមកមិនបានណាវាត្រូវតែមកអានេះអ្វីដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសិក្សាឆ្វេងយល់
ពីព្រោះអីឃើញសពថ្ងៃនៅពេលដែលបាត់បង់ប្តីនៅពេលដែលបាត់បង់ពពកនៅពេលដែលបាត់បង់កូនគឺបាននឹងកំពុងតែអោបប្រសោបក្តីស្រឡាញ់ដែលមានកន្លងមកហើយនឹងអនុស្សាវរីយ៍កន្លងមកហ្នឹងគឺវាអត់បាត់ទៅណាហើយដេកយំដើរយំអង្គុយយំមើលរូបថតយំហើយខ្ញុំនិយាយទៅនេះគឺចង់ឲ្យបងប្អូនស្បើយពីអាហ្នឹងហើយយកមកគិតថានៅពេលដែលយើងខំប្រឹងយំអញ្ចឹងសោកសៅអញ្ចឹងសួរថាអ្នកដែលស្លាប់ទៅនឹងគាត់មិនដែរគាត់មកអង្គុយមើលយើងយំទេថាអត់ទេហើយបើអត់ទេរេបានជាយើងខំថាស្ដាយសួរថាអាស្ដាយនឹងវានាំអីឲ្យយើងខ្លះគិតតិចមែនវាអត់មានទេព្រោះអីគាត់បានទៅហើយហើយយើងអ្នកនៅនេះហេតុអីបានយើងត្រូវកើតទុកតែមិនមែនឲ្យយើងទៅអង្គុយសើចទីមនុស្សឈួតទេមែនទេតែឲ្យយើងយល់ពីជីវិតនឹងថាជីវិតនឹងវាត្រូវតែអញ្ចឹងអត់មានណាកិច្ចរួចទេទាំងអ្នកមានទាំងអ្នកក្រទាំងអ្នកសទាំងអ្នកខ្មៅទាំងអ្នកបុណ្យសក្តិណៈខ្ពង់ខ្ពស់ឬក៏ទៅទៀបតាយ៉ាងណាក៏ដោយគឺវាប្រជុំចុះមកត្រឹមតែសាមញ្ញលក្ខណៈប៉ុណ្ណឹងឯង